សុំសួរទៅកម្មវិធីរបស់សាលាវិញបងពេញចិត្តកម្មវិធីសាលាមួយណាខ្លាំងជាងគេបងពេញចិត្តជាងគេហ្មងសម្រាប់បងពេញចិត្តបំផុតកម្មវិធីប្រឡងប្រកបពាក្យលោកគ្រូចាហេតុអីដែរបងមិនបងពួកអីគាត់ធ្វើគាត់ខ្លាហានប្រកបពាក្យប្រកបអីទៅគាត់ចេះកាន់តែច្រើនអញ្ចឹងតែខ្លាហានបាទដោយសារខ្ញុំឃើញសាលាល្អអញ្ចឹងបាទគ្រូហើយអូនខ្ញុំតាំងពីចូលមកគាត់មានភាពក្លាហានពីមុនគាត់ខ្លាចអីអញ្ចឹងតែឥឡូវអត់ទេមានភាពក្លាហានក្នុងការនិយាយការអីអញ្ចឹងបាទចាចាំបងជួយណែនាំខ្លួនតិចបងចាថ្ងៃខ្ញុំឈ្មោះប៉ិនសុភាវីជាម៉ាក់របស់មានសវណ្ណពេញរិទ្ធមួយអូនមានសវណ្ណលីជីងអូនរៀនថ្នាក់ទី2ខអូនរៀនថ្នាក់មន្ត្រីកម្រិតខ្ពស់បាទបងបាទសុំត្រឡប់ទៅខាងក្រោយតិចចង់សួរបងថាមូលហេតុអីដែលបងសម្រេចចិត្តជ្រើសរើសយកសាលារៀនបញ្ញវន្តខ្មែរឲ្យកូនសិក្សាដោយសារខ្ញុំឃើញសាលាល្អអញ្ចឹងបាទគ្រូហើយអូនខ្ញុំតាំងពីចូលមកគាត់មានភាពក្លាហានពីមុនគាត់ខ្លាចអីអញ្ចឹងតែឥឡូវអត់ទេមានភាពក្លាហានក្នុងការនិយាយការអីអញ្ចឹងបាទចារយៈពេលសិក្សាកន្លងមកហ្នឹងបងសង្កេតឃើញថាចំណុចដែលគាត់វិវត្តល្អជាងគេដែលបងគាត់សម្គាល់ចំណុចអីគេបងគាត់វិវត្តល្អទៅគ្រូចាក្នុងការនិយាយទៅចេះអានចេះមើលអក្សរបានច្រើនចង់សួរបងតាក់ទងមួយកម្មវិធីជំនួបថ្ងៃនេះបងយល់ថាកម្មវិធីជំនួបរវាងមេដាបេដាអាណាព្យាបាលជាមួយនឹងលោកគ្រូហ្នឹងវាល្អអត់សម្រាប់ការចូលរួមចំណែកក្នុងការអប់រំរបស់កូនបងចាហ្នឹងហើយល្អតែលោកគ្រូយល់ដឹងពេលកូនយើងនៅសាលាមិនអញ្ចឹងណាគ្រូចាល្អចំពោះបន្ទាប់ពីមកជួបតែគ្រូហ្នឹងហើយឃើញថាលោកគ្រូបានផ្ដល់គំនិតអីគេយោបល់អីគេខ្លះដែរសម្រាប់កូនបងគាត់បាននិទេសល្អបាទបញ្ញត្តិហើយបើអូនលីជីងគាត់ទុំចូលដែរចាគាត់ក៏បានល្អដែរលោកគ្រូបាទចាសុំសួរទៅកម្មវិធីរបស់សាលាវិញបងពេញចិត្តកម្មវិធីសាលាមួយណាខ្លាំងជាងគេបងពេញចិត្តជាងគេហ្មងសម្រាប់បងពេញចិត្តបំផុតកម្មវិធីប្រឡងប្រកបពាក្យលោកគ្រូចាហេតុអីដែរបងមិនបងពួកអីគាត់ធ្វើគាត់ខ្លាហានប្រកបពាក្យប្រកបអីទៅគាត់ចេះកាន់តែច្រើនអញ្ចឹងតែខ្លាហានបាទតើតើមួយការប្រកួតប្រជែងវិញបងបានលើកឡើងការប្រកបពាក្យបងគិតថាកម្មវិធីប្រកួតប្រជែងដែលសាលាបានរៀបចំឡើងវាអាចជួយអីគេខ្លះដល់ការរៀនសូត្ររបស់កូនមកពីការប្រកួតប្រជែងហ្នឹងជួយឲ្យគាត់និយាយទៅមើលគាត់នៅផ្ទះគាត់តាំងចិត្តមើលមេរៀនហ្នឹងហើយខ្លាចចាញ់គេអញ្ចឹងណាគ្រូខំប្រឹងបាទអញ្ចឹងជួយឲ្យកូនមកខំប្រឹងក្នុងការរៀនសូត្របន្ថែមដើម្បីមានការប្រកួតប្រជែងដំណើរការប្រកួតប្រជែងធ្វើឲ្យគាត់ចង់យកឈ្នះគេទៅវិញចាហ្នឹងហើយបាទអញ្ចឹងជាចុងក្រោយបងមានអីជាការថ្លែងអំណរគុណដូចជាការផ្ដាំផ្ញើហ្នឹងហើយខ្ញុំអរគុណដល់គ្រូអ្នកគ្រូនៅសាលារៀនពេញវ័នដែលខំយកចិត្តទុកដាក់កូនខ្ញុំទាំងពីរនាក់ខំប្រឹងបាននិទេសល្អអរគុណច្រើនបងបាទអរគុណច្រើន